សួរលោកគ្រូអ្នកគ្រូទាំងអស់គ្នានឹងថ្ងៃនេះខ្ញុំមកឆ្លើយសំណួរដែលលោកគ្រូអ្នកគ្រូបានបង្ខំមិននឹងឆាតសួរខ្ញុំអំពីតើខ្ញុំបរៀននឹងបរៀនលើកម្មវិធីគេប្រើមិនអីគាត់មាន smartphone និង tablet ឯងគាត់ចង់បរៀនតែអត់ចេះទៅថាទៅកម្មវិធីអីចឹងទៅអាចគូវាបានសួរថាខ្ញុំគេយកសម្ភារៈទាំងអស់ហ្នឹងមកពីណាតែខ្ញុំបរៀនហ្នឹងលើ slide មែនចឹងថ្ងៃនេះខ្ញុំនឹងមកចែកលើកនៅក្នុងការបរៀនដែលប្រើដូចខ្ញុំអញ្ចឹងមុនធ្វើការចែកផ្លេចបើសិនជាមានកន្លែងណាដែលខ្ញុំចែកផ្លេចទៅខុសសុខលោកគ្រូពីតាអធិស្ឋានជំនាន់ខុសចឹងដើម្បីធ្វើការគណនេយ្យបានជាក្រោយមាន Smart TV ឬក៏បញ្ចេញទៅអញ្ចឹង Smart TV វាមានមុខងារមាន Hasnisia អញ្ចឹងនៅក្នុងមីខានេះវាមានមុខងារនៅក្នុងការគណនេយ្យដែលអាចប្រើខ្សែទេអញ្ចឹងបើបញ្ចេញទៅទីទីឲ្យយើងទៅឡើងខ្សែ HDMI ឬក៏ទិញតង់ mobile វាទៅឲ្យប្រើបានបន្ទាប់ពីយើងបើកមួយនឹងហើយយើងត្រូវដែរបានទៅលើទូរស័ព្ទដៃឬក៏ computer ឬក៏ tablet របស់យើងហើយយើងរកពាក្យថាតាក់ទង share screen អញ្ចឹងវាដាក់ផ្សេងគ្នាតាមប្រភេទទូរស័ព្ទដៃដូចជាទូរស័ព្ទខ្លាំងដូចជា Samsung ហ្នឹងវាដាក់ថា Smart View ហើយទូរស័ព្ទផ្សេងទៀតអាចដាក់ share screen ឬក៏មុខងារផ្សេងដូចជាបងខ្ញុំអញ្ចឹងវាដាក់ថាwireless detector អញ្ចឹងវាអត់ដូចគ្នាទេតែយើងព្យាយាមរកឲ្យរកអាកម្មវិធីដែលមាន Wi-Fi តូចមួយហ្នឹងវាមាន share screen ហ្នឹងហ្នឹងហើយបាទអញ្ចឹងនៅពេលយើងចុចតាមហ្នឹងមកយើងចុចបើចុចទៅលើរបស់ងារហ្នឹងមកវាចាប់តាមធ្វើការស្វែងរកទូទូហើយបាទខ្ញុំបើកងារនឹងលើទូទូដែរចឹងបន្តមកវាឃើញមុននៅលើកន្លែងអញ្ចឹងទឹកដាក់ផ្លេចមើលនេះមកចឹងវាចាប់តាមធ្វើការទីនេះអញ្ចឹងនិយាយដូចយ៉ាងនោះដូចជាខរបស់ខ្ញុំហ្នឹងកំពុងទៅមកសុំអមរងអាហ្នឹងនៅក្នុងកន្លែងហ្នឹងបាទអញ្ចឹងកន្លែងហ្នឹងឲ្យគេមុខងារមកការ share តែមកជប់តាក់ទងនឹងការវាអញ្ចឹងតាក់ទងការវាខ្ញុំត្រូវទៅការ keynote ដែលវាមានស្រាប់នៅលើទូរស័ព្ទដៃរបស់ខ្ញុំមកហើយបើសិនជាទូរស័ព្ទដៃរបស់គ្រូអ្នកគ្រូអត់មានកម្មវិធី keynote អញ្ចឹងអាចទៅតម្លើងបាននៃកម្មវិធីនេះបាទខ្ញុំដាក់កន្លែងអេក្រង់ហ្នឹងគ្រូទៅតម្លើងបានឬក៏បើសិនជាមានលើទូរស័ព្ទដៃគ្រូអ្នកគ្រូអាចប្រើបានវាទៅខុសគ្នាមិនមែនទេអញ្ចឹងខ្ញុំចូលទៅខ្លាយតាក់ទងនឹងការប្រើ note នៅក្នុង tablet របស់ខ្ញុំទៅបងបាទចឹងនៅពេលដែលយើងចូលក្នុង tablet វាមានមុខងារចឹងខ្ញុំអត់បង្ហាញទេខ្ញុំជិះកន្លែងរបស់ខ្ញុំ note ទេម្ដងទេចឹងវាឲ្យយើងរើដាក់ខ្ញុំរើដាក់ក្នុងដែរចឹងមកដល់កន្លែងនេះដែរចឹងវាមានមុខងារច្រើនដែលយើងត្រូវរៀនបានដំបូងគេគឺពេកបាទពេកហ្នឹងយើងចុចមកមានពេកយ៉ាងឯងទៅពណ៌អីហើយលោកគ្រូ start ខ្លួនឯងទៅពេកណាដែលគិតថាសរសេរទៅដៃវារឹកមួយនឹងមកបាទនេះគឺស្មើដៃនេះគឺគីឡូអានេះគឺកន្លែងលុបនេះថាពេលតយើងសរសេរខុសទីសរសេរលុបពីមកកន្លែងនេះគឺកន្លែង select បាទ select ដើម្បីយើងសរសេរនេះចុចមកវា select ឲ្យយើងឡើងធ្វើការដូរពណ៌ដូរឲ្យយើងបែរសារមុខសិនទេបានតាមនឹងចេះទៅកន្លែងនេះគឺការ set font ដែលយើងសរសេរអក្សរក្នុងលើកបានអានេះសរសេរអក្សរបានដែរបាទហើយអានេះគឺការគូតត្រង់តែយើងគូត្រង់មកមានចង់គូកន្លែងគូទៅហ្នឹងវាស្គាល់បងបាទគូគេត្រីកោនេះទៅវាស្គាល់ហើយកន្លែងនេះគឺការ edit ថតបាទខ្ញុំដាក់រួចបែរណានេះកន្លែងហ្នឹងបាទកន្លែងនេះគឺsticker បាទលោកគ្រូមានកន្លែងហ្នឹងលោកខ្លះវាមានទេតែលោកខ្លះវាមានកន្លែងនេះគឺការប្រិប្រូដែរបាទអានេះគឺកន្លែងដាក់ខ្ញុំដាក់ highlight បាទពេលអាចដូរពណ៌ដល់ក្នុងបោឲ្យតាមទៅបាទអញ្ចឹងកន្លែង translate វាអស់មានតែប៉ុណ្្នឹងទេគ្រូវាអញ្ចឹងទីយកសម្រាប់ទៅមកលោកគ្រូឧទាហរណ៍មកខ្ញុំនេះពីខ្ញុំយកមកពីសភៅជំនួយទីគ្រូសភៅជំនួយមានន័យថាជាប្រភេទសភៅអញ្ចឹងសភៅហ្នឹងខ្ញុំបានតលានៅក្នុងរូប Telegram របស់ខ្ញុំ view ហើយវាមានពណ៌អីចឹងយើងធ្វើការ export មកចឹងដើម្បី export ផាំងបានធ្វើម៉េចឥឡូវខ្ញុំចូលទៅកន្លែង note នេះថ្មីតែនេះកន្លែង note នេះថ្មីខ្ញុំចុចកន្លែងផ្ទះមកយើងរកពាក្យថានេះបាទយើងមកចុចទៅសញ្ញាបូកមកហើយយើងរកពាក្យថា import PDF ចឹងយើងចុចវាមកយើងទៅរកកន្លែងណាដែលយើងចង់ចូលបានហ្នឹងខ្ញុំខំថាទៅរកមកតានេះមកយើងហើយគំនូយរបស់ខ្ញុំจะពីចាក់ដាក់ report តើមកវាបានយើងវ៉ាអញ្ចឹងហើយបាទអញ្ចឹងយើងអាចធ្វើការបរៀនគ្រូមានលើនឹងបានឲ្យលោកគ្រូបាទអញ្ចឹងយើងអាចគូវាដូចខ្ញុំមិនបរៀនទៅគឺថាដល់មេរៀនណាយើងខុសវាមកឬក៏យើងអាចក្របវាទៅរូបថតយកវាមកដាក់ក្នុងកម្មវិធី note នឹងក៏បានដែរចឹងតាក់ទងនឹងការបរៀនមានតែប៉ុណ្្នឹងទេលោកគ្រូតាក់ទងនឹងការចំណេញក្នុងការប្រើប្រាស់វាបើសិនជាលោកគ្រូនៅក្នុងនៅមានចំណុចកន្លែងណាដែលអត់ចូលទៀតអាច comment នៅក្នុងខាងក្រោមខ្ញុំធ្វើការឆ្លើយជូនលោកគ្រូពេញចិត្តកុំភ្លេចចុច
follow page ខ្ញុំអ្នកមួយផងដោយសារតែអ្នកមើលវីដេអូខ្ញុំមានចំនួនច្រើនមាន follow មានតែ1ទៅ2%ប៉ុណ្ណោះហើយកុំភ្លេច like និង share វីដេអូនេះអរគុណលោកលោកអ្នកទាំងអស់គ្នាយើងជួបគ្នាវីដេអូក្រោយ